បាទបងប្អូននេះអាល់ផាតបងប្អូនបាទអាល់ផាតនេះគឺឆ្នាំ2009បាទនេះគឺកែកុំប្រេស័រដាក់កុំព្យូទ័របាឡែន4ម៉ាស៊ីនបងប្អូនស៊ីនរបស់វាគឺបាទត្រូវជាមួយកាមេរ៉ា07គឺត្រូវគ្នាបងប្អូនប៉ុន្តែឥឡូវឡាននេះគេកែបាទគេកែពីភ្នំពេញមកឡាននេះមានបញ្ហាលេចទៅយកក្តៅបាទអញ្ចឹងឡាននេះគឺទី1ដោយសារខូចបាទខូច sensor solenoid ដែលគេកែសម្រាប់កុំព្យូទ័របាឡែនអញ្ចឹងកាលណាឡានខូច sensor solenoid នេះគឺដង្ហាលវិលតែមួយចំហៀងទេបងប្អូនបាទវិលមួយចំហៀងនោះគឺវិលកម្ដៅទឹកទេបាទសម្រាប់ម៉ាស៊ីនត្រជាក់បាទអត់ដំណើរការទាំងពីរតែដល់ពេលកម្ដៅទឹកឡើងបើក sensor មកគឺវិលតែមួយចំហៀងផ្នែកខាងស្ដាំទេបងប្អូនបាទខាងឆ្វេងគឺអត់វិលទេអញ្ចឹងឡាននេះគឺមានបញ្ហាបាទ sensor solenoid ដែលគេរៀបលាកែកុំព្យូទ័របាទឡាននេះគឺគេកែកុំព្យូទ័ររៀបលាអីគឺត្រូវរបស់វាស្តង់ដាររបស់វាបងប្អូនតែដោយសារបាទហាលអត់វិលមួយជាងខាងផ្នែកខាងឆ្វេងអញ្ចឹងក៏យើងធ្វើការផ្លាស់ប្ដូរ sensor solenoid ទៅគឺដើរដំណើរការទាំងពីរវិញធម្មតា